La Jelly បាទទៅមើលស្រុកខ្ញុំនៅខាងកំពង់ឆ្នាំងរះយំសឹងគ្រប់គ្នាលោកឯងមានបើកភ្នែកមើលឃើញអត់ហើយដំបូងគឺខ្ញុំអរគុណចំពោះការចូលខមមិនណាហើយខ្ញុំមិនដឹងថាស្រុកភូមិនោះមានជីវភាពបែបណាយ៉ាងណានោះទេព្រោះថាទី1ខ្ញុំមិនមែនជាអ្នករាជការឬក៏បាទអ្នកដែលត្រូវមានភារកិច្ចនៅក្នុងអង្គការណាមួយចោះទៅតាមតំបន់ដើម្បីវាយតម្លៃបាទហើយនឹងជំនួសឲ្យសុខទុក្ខរបស់ប្រជាពលរដ្ឋទេគ្រាន់តែយើងក្នុងនាមជាពលរដ្ឋខ្មែរម្នាក់មួយរូបមាននិន្នាការគ្រប់គ្រងបកនយោបាយគឺគ្រប់គ្រងរាជរដ្ឋាភិបាលនិយាយរួមគឺគ្រប់គ្រងបកប្រជាជនកម្ពុជាក្នុងការបន្តឲ្យមានការអភិវឌ្ឍដឹកនាំទៅរកភាពរីកចម្រើននិងសន្តិភាពអានេះខ្ញុំបញ្ជាក់អញ្ចឹងហើយចំពោះបញ្ហាណាភាពដែលនៅតំបន់ខ្លះវាអាចថាសេដ្ឋកិច្ចបច្ចុប្បន្នវាមិនទាន់ជាបាទងើបលូតលាស់ល្អដោយកាលយើងមុនប៉ុន្តែយើងបានមានកំណើនទន្ទឹមនឹងការមានកំណើនមកវិញងើបមកវិញនេះក៏វាមិនអាចថាបាទឡើងហើយបងប្អូនត្រូវតែរួចពីភាពនេះហៅថាក្រីក្រនោះទេវាមានបងប្អូនខ្លះក៏នៅបាទដោយសារយើងវាមិនទាន់គេណាមិនមែនថាឡើងសេដ្ឋកិច្ចយើងឡើងគ្រប់គ្នាឡើងចេះតែឡើងទេអ្នកដែលចាប់ឱកាសក្នុងការប្រកបអាជីវកម្មមុខរបររស់ស៊ីបើកចំនួនជួញដូរណាមួយគេចេះប្រើគេចេះរស់ស៊ីចេះអីចឹងទៅដោយឡែកអ្នកដែលអង្គុយតែផឹកណាអ្នកមិនខិតខំប្រឹងប្រែងអ្នកមិនខិតខំរោគឺជួបប្រទេសបាទជួបប្រទេសនឹងការអត់នឹងតែម្ដងតែថាហេខំរោដែរណារោមិនថាអញមិនរោឬក៏គេមិនរោគេខំរោណាតែមុខរបរយើងវារោបានមករស់មកចិញ្ចឹមជីវិតណាមិនមែនមុខរបរគេឧទាហរណ៍ដាក់10ចំណេញ1000ទេយើងដាក់10ចំណេញប្រហែល2អីហ្នឹងអញ្ចឹងវាការដែលវារីកចម្រើនរបស់យើងក៏វាទៅតាមសមត្ថភាពនិងបាទសមត្ថភាពដែលយើងខិតខំរកអានេះខ្ញុំបញ្ជាក់ហើយរះទឹកភ្នែកនិយាយពាក្យរះទឹកភ្នែកនេះជារះគេហៅថាជាពាក្យអ្នកនយោបាយតែងតែប្រើឬក៏អ្នកគ្រប់គ្រងនយោបាយខាងក្រមប្រឆាំងគេតែងប្រើឲ្យបងប្អូនប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលក្នុងន័យថាមើលលំបាកគ្រប់តែគ្នាហើយចេះតែនិយាយល្អជាការពិតបងប្អូនខ្ញុំនិយាយនេះគឺនិយាយវែកញែកឲ្យបងប្អូនយល់ដែរចុះអាអ្នកដែលគេនៅស្រួលស៊ីឆ្ងាញ់ដេកស្រួលគេរោបានគេមានឡានជិះគេមានផ្ទះល្វែងគេទិញខុនដូមិនគិតគេផងគេនោះមិនមែនខ្មែរទេឬណាមិនគិតគេផងត្រង់យើងរោអត់បានរោអីនេះយើងសួរខ្លួនឯងមានមូលហេតុអីបានរោអត់បានណាតើគ្រូសាទាំង7សន្តានរបស់យើងពីមុនហ្នឹងគាត់ជាអ្នកណាគិតជាចំនួនអ្វីគិតរោអ្វីជួនកាលយើងនៅអាទំនៀមទម្លាប់ប្រពៃណីរស់ស៊ីបែបណាมันមានការប្រណាំងប្រជែងទេណាយើងដូចរបៀបថាដូចស្រុកភូមិខ្ញុំបងប្អូនខ្លះគាត់រោទៅមានបានគាត់ណាខិតខំអីចឹងទៅតាមរបៀបលក្ខណៈគេហៅថាមិនលោភលន់ទេបានមកធម្មតារស់នៅឲ្យកូនចៅរៀនសូត្រតែមានបងប្អូនខ្លះបាទគាត់ណាមានប៉ុណ្ណេះហើយក៏រោទៀតអញ្ចឹងគាត់អាចមានឱកាសខ្លាយជាអ្នកមានអីចឹងទៅមានផ្ទះល្វែងមានផ្សារលក់មាសលក់ឡានលក់ដីអីចឹងទៅអាបងប្អូនដែលយើងរោសាមញ្ញធម្មតានេះយើងអត់មានគំនិតពង្រីកអាជីវកម្មមុខរបរទីផ្សារណាមួយពេលណាសេដ្ឋកិច្ចយើងមានបញ្ហាយើងចាប់ផ្ដើមប៉ះពិលធ្ងន់យ៉ាងគេណាប៉ះពិលធ្ងន់យ៉ាងគេហើយអ្នកមានខ្លះខ្ញុំជឿថាពួកគាត់ក៏
đòn đạp chiêng dương này nè tại cái bật tu riរដ្ឋាភិបាលពីខ្លះគេមើលឃើញណាសេដ្ឋកិច្ចសង្គ្រាមចរន្តមនុស្សដើរហើរទេសចរដើរហើរមនុស្សឥឡូវមិនសូវចាយលុយដូចមុនទេបើចាយក៏ចាយទៅលើអ្វីដែលគេប្រើប្រាស់មានប្រយោជន៍ចំគោលដៅរបស់គេណាផ្គត់ផ្គង់ទៅលើអ្វីហើយវាខ្លះទៅគេមានលុយគេអត់ចំបញ្ចេញទេខ្លាចមានការប្រែប្រួលសេដ្ឋកិច្ចបច្ចុប្បន្នព្រោះមើលទៅដូចដឹងស្រាប់ហើយភូមិមាក៏សង្គ្រាមរុស្ស៊ីអ៊ុយក្រែនឥឡូវរុស្ស៊ីអាមេរិកត្រូវគ្នាធ្វើឲ្យអឺរ៉ុបមានការចលាចលបារម្ភអីចឹងទៅហើយប្រជាពលរដ្ឋអត់សូវបញ្ចេញកញ្ចប់ថវិកាដើរលេងទេបារម្ភណាការពារជាតិការពារទឹកដីរៀងខ្លួននេះខ្លះយើងគិតខ្លះផងនៅអ៊ីស្រាអែលនិងអ៊ីរ៉ង់នៅអ៊ីស្រាអែលមួយប៉ាឡេស្ទីននៅច្រើនហេតុច្រើនយ៉ាងយើងមិនអាចព្រោះតែអ្នកឯងស្រែកយំម្នាក់រំខានដល់បងប្អូនដែលគេកំពុងបាទប្រកបអាជីវកម្មមុខរបររ៉ូស៊ីធំធ្វើឲ្យប្រទេសនិងបងប្អូនដទៃគេទៅមុខទេយើងពេលខ្លះយើងនិយាយយើងគិតខ្លួនឯងដែរយើងសួរខ្លួនឯងយើងគិតមើលយើងយកទៅវិភាគមកពីខ្លួនឯងបើឧទាហរណ៍ថាការដឹកនាំនៅក្នុងតំបន់របស់យើងមេភូមិមេឃុំអសមត្ថភាពពុកអលួយអីផ្សេងយើងជាប្រជាពលរដ្ឋយើងខ្លាចអីបាទមានសិទ្ធងើបតវ៉ាទៅណាកែនគ្នាបងប្អូនប្រជាពលរដ្ឋទៅมันពេញចិត្តមេភូមិនេះមេភូមិនោះដឹកនាំមិនមាននាំបាទពាក្យរបស់ប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំឲ្យលោកយកចិត្តទុកដាក់តំបន់នោះអីចឹងទៅឬក៏បើយើងក្លាហាននិយាយមកតែឲ្យវាមានហេតុផលអំណះអំណាងច្បាស់លាស់ណាហេតុផលអំណះអំណាងច្បាស់លាស់ថាណែកន្លែងនេះភូមិនេះឃុំនេះបាទអាជ្ញាធរតំបន់នេះលោកដឹកនាំអត់ល្អទេយើងនិយាយទៅដោយថ្ងៃទីនេះណាបញ្ជាក់មកណាយើងថ្នាក់ដឹកនាំរបស់យើងពេលខ្លះអត់សូវបានដឹងទេព្រោះដូចដឹងស្រាប់ហើយបើសិនជាគេបិទព័ត៌មានគឺមិនទៅដល់រាជរដ្ឋាភិបាលថ្នាក់ដឹកនាំអានេះបញ្ជាក់ជូនបងឯងហើយហ្នឹងគ្រាន់ខ្ញុំណែនាំប៉ុណ្ណឹងហើយបងឯងយកទៅវិភាគពិចារណាมันអាចព្រោះថាទឹកភ្នែកទឹកភ្នែកណាម្នាក់ទឹកភ្នែកគ្រប់តែគ្នាចុះប្រទេសមិនបានមកប៉ុណ្ណេះឥឡូវនេះសាកមើលគិតទៅមើលវាជួផលលំបាកខ្លះតែយើងទទួលយកទៅវាមិនមែនដូចសម័យប៉ុលពតស្អីណានៃនោះណាគ្រាន់តែថាការខិតខំការប្រកបរបររ៉ូស៊ីរបស់យើងវាមិនរលូនវាអាចណាសម្បីថាខ្ញុំអីក៏វាមិនរលូនដែរជីវិតនោះតែធ្វើម៉េចសំខាន់បានជួបជុំបងប្អូនឪពុកម្ដាយចេះរោចេះទុកចេះដាក់ខិតខំអីចឹងទៅណាมันអាចដេកក្រយំស្រែកក្រទោះតែដាក់មុខរបរប្រគល់ផ្ទះវិឡាប្រគល់ដីក៏បើមិនចេះរោក៏នៅតែក្រដដែលនឹងស្អីលក់អារបស់គេឲ្យនឹងអស់ទៀតអានេះយើងសមត្ថភាពយើងអញ្ចឹងខ្ញុំចង់ឲ្យយកទៅគិតពិចារណាណាมันអាចប្រើថាខ្ញុំចេះដឹងខ្ញុំមានសិទ្ធិខ្ញុំយល់ខ្ញុំមិនបានបិទសិទ្ធិទេតែយើងនិយាយឈរនៅលើភាពជាក់ស្ដែងនឹងការពិតណាបើភូមិយើងអត់ចុះភូមិគេមាននោះយើងមិនគិតសិទ្ធិបងប្អូនយើងនេះដែលគេមានជីវភាពទូធានោះផងយើងចង់ល្មិចយកអាទុកលំបាកខ្លួនឯងទៅដាក់លើអ្នកដតីឲ្យអ្នកដតីហ្នឹងគេទៅលំបាកជាមួយយើងធ្វើអញ្ចឹងមិនត្រូវណាបងប្អូនបាទគេមិនព្រមមានតែប៉ុណ្្នឹងទេបើថាក្រុមគ្រួសារឬក៏ស្រុកភូមិបងមានបញ្ហានោះចឹងទេសូមឲ្យប្រជាភូមិឃុំនៅតំបន់ណាកន្លែងណាទីតាំងណាដើម្បីឲ្យអាជ្ញាធរគាត់ចុះទៅសួរនាំមើលយើងវាអត់អីខ្លះមានអីខ្លះខ្វះអីខ្លះណាអត់មានចាក់ឡូតូអីចាញ់ទៅក៏ទៅរោយំស្រែកដែរអាហ្នឹងខ្លួនឯងណាហ្នឹងហើយខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ